បងប្អូនការកាឡាពណ៌ការឈប់ស្អាតណាបងប្អូនចានៅផ្ទះអ្នកជិតខាងរបស់ខ្ញុំនៅខាងក្រោយនៅខាងមាត់ទន្លេណាបងប្អូនចាផ្ទះរបស់គាត់តាមផ្កាកាឡាហើយនៅជុំវិញសងខាងផ្ទះរបស់គាត់នឹងជាដើមឈើធម្មជាតិមានផ្កាអញ្ចឹងណាបងប្អូនហើយខ្ញុំក៏ដើរតាមផ្លូវដើរហាត់ប្រាណក៏ថតដើមផ្កាជុំវិញសងខាងផ្ទះរបស់គាត់នឹងចែកជូនបងប្អូនទស្សនាតើប្រទេសកាណាដានឹងមានគេហៅខែក្តៅនឹងមានដើមឈើផ្កាដុះផ្កាអ្វីខ្លះនៅជុំវិញសងខាងផ្ទះគេហៅថាប្រជាជនរស់នៅក្នុងប្រទេសកាណាដាបងប្អូននេះនៅមុខផ្ទះរបស់ញាតិនៅមុខជិតខាងរបស់ខ្ញុំតាមដងថៃមាត់ទន្លេនៅត្រដាមនឹងគាត់ដាំដើមផ្កាចានៅមុខផ្ទះនឹងគេហៅសួនមុខផ្ទះគាត់នឹងហើយយើងក៏ដើរហាត់ប្រាណតាមដងផ្លូវនឹងក៏ទៅអង្គុយនៅមាត់ទន្លេថតទឹកគេហៅថាទន្លេ Flower Saint Laurent ចាដូចនៅទន្លេនៅcapital ភ្នំពេញយើងដែរហៅទន្លេ4មុខហ្នឹងណានេះគឺទន្លេ Flower Saint Laurent ហ្នឹងណាចាខ្ញុំអង្គុយថតចឹងទៅជីកដូងចាសម្រាប់នៅហៅថាក្រោមលុបដើមឈើអញ្ចឹងទៅក៏ថតទឹកទន្លេចែកជូនបងប្អូនមើលអញ្ចឹងទៅតើទន្លេនៅកាណាដាទឹកពណ៌អ្វីណាបងប្អូនចាទឹកទន្លេកាណាដាដូចទឹកសមុទ្រអញ្ចឹងបងប្អូនពណ៌ចាក្រោយពីឈប់សម្រាកនៅក្រោមដើមឈើជីកទងលេងអញ្ចឹងទៅណាពេលយើងដើរហត់ណាយើងដើរហាត់ប្រាណតាមដងវិថីពីវិថីមួយទៅវិថីមួយអញ្ចឹងទៅក៏ជួបផ្កាកាឡាក៏ជួបផ្កាគេហៅថាព្រះអាទិត្យពណ៌ផ្កាឈូកផ្កាអីចឹងទៅណាបងប្អូនចានៅតាមមុខផ្ទះរបស់គេនៅនេះនៅជំហៀងផ្ទះខ្ញុំក្រោយផ្ទះខ្ញុំគ្មានស្អីទេសុទ្ធតែស្មៅធម្មជាតិទាំងអស់បងប្អូនចាស្មៅធម្មជាតិថតចែកជូនបងប្អូនបន្ទាប់មកនៅមុខផ្ទះរបស់យើងហ្នឹងចាយើងទិញដើមផ្កាមកហើយនឹងកាត់ផ្កាធម្មជាតិយកមកដាក់ក្នុងថូចឹងទៅណាបងប្អូនណាចាហើយនឹងផ្កាស្បៃរឿងពណ៌ផ្កាឈូកផ្កាស្បៃរឿងអ៊ីតាលីអាហ្នឹងយើងញ៉ាំបានញ៉ាំទឹកគ្រឿងញ៉ាំអីចឹងទៅណាបងប្អូនចាបន្ទាប់ពីដើរហត់ចឹងមកយើងថតផ្កានៅបាកុងមុខផ្ទះយើងហ្នឹងចាចែកជូនបងប្អូនទស្សនាដូចគ្នានេះជាផ្កានឹងឈ្មោះអីផ្កានេះខ្ញុំគ្មានបានឈ្មោះមើលអីដែរផ្កាសាមានឈ្មោះរបស់គេប៉ិនអត់ស្គាល់ទេបងប្អូនអើយតើមើលឈ្មោះនៅផ្លាករបស់គេនឹងបានយើងស្គាល់ជាផ្កាអីគាត់ណាផ្កាស្បៃរឿងនេះក៏ពណ៌ផ្កាឈូកស្អាតដែរយើងដាំចឹងទៅត្រួយវាចឹងយើងកាច់យកមកជ្រលក់ទឹកគ្រឿងញ៉ាំឆ្ងាញ់ជាមួយបាញ់ហយផ្ទាប់បាញ់ហយផ្ទាប់អីចឹងមានជាតិដែរបងប្អូនឆ្ងាញ់តែម្ដងគេហៅផ្កាស្បៃរឿងអ៊ីតាលីនឹងចាគាត់ណាស្លឹកវាទូជាងផ្កាស្បៃរឿងស្រុកយើងឯផ្កាស្បៃរឿងស្រុកយើងពណ៌រៀងគេហៅថាបៃតងចាស់